Natalino Zores បាល់ជ្រុងលើកទី1របស់អុយ16ថៃបាទលើកទៅហើយតែចេញដោយខ្សែការពារទី1លេងស្ដាំមួយជើងចូលបាទត្រឹមតែនាទីទី2បាទខ្សែប្រយុទ្ធលេខ11 Khorawak Tasa បានសុទ្ធបាល់មួយគ្រាប់លឿនមែនតើបាទ Khorawak Tasa បាទវ៉ូឡេមួយជើងដូចខាងបាទលក្ខណៈដូចលូកាម៉ូឌ្រិកហ្នឹងបាទហើយតែសាឡាភេតក៏ដើរចេញហើយខែរបស់ទីម៉ដដែលទេលើកនេះលេខ17បាទកីឡាករខាមីនថនជាអ្នកសុទ្ធនៅខាងក្រោមទេទៅខែហើយជាយាមឆ្កឹះបានមួយបញ្ជូនមកកណ្ដាលល្អមែនតើបែរសុទ្ធខាមីនថនអូយបាទខាមីនថនចង់ដាក់មកគ្រាប់ទៀតបាទកីឡាករនេះមិញក៏សុទ្ធពីចង្អាយល្អហើយការសុទ្ធពីចង្អាយមិញក៏ល្អដែរខុសទិសដៅប្រហែលជាកលាជាហ៊ានទេទីមកបញ្ជូនមិនបានល្អទេបាទទស្សនារូបភាពយឺតម្ដងទៀតដែលជាការអូសឆ្វេងអូសស្ដាំរបស់កីឡាករតាសាហើយខាមីនថនក៏ទាញក៏បែរសុទ្ធតែម្ដងសឹងតែជ្រុងទៀតទីមកលេងនៅប្រព័ន្ធកដាឲ្យ Fernandez ដួលបាទចំណេញហើយបន្តទៅម្សាទៀតហើយលេខ11តាសាបាល់នេះស៊ីក្រោមប្លោះក្លៀកអ្នកចាំទីនៅនាទីទី9បាទតាសាល្អមែនតើ7នាទីក្រោយមកយុវជនអាយុក្រោម16ឆ្នាំរបស់ថៃសុទ្ធបាន2គ្រាប់លឿនបាទទីមកខ្លាំងណាស់ដល់ពេលប៉ះថៃបាទអូយបាទនេះក្រោមប្លោះក្លៀកតាមពិតកំហុសអ្នកចាំទីបាទ2-0ហើយខាងថៃបាទបាល់ជ្រុង2ដងតែមួយទៀតស្មានមកគ្រាប់ទៀតបាទទស្សនាបាល់ជ្រុងមួយសាទៀតខាងថៃបាទតែឡៃនេះស្មានតែ3-0បាទបាល់លេងនៅកណ្ដាលខាងទីមសុទ្ធពីចម្ងាយតែម្ដងបាទកុំឲ្យអ្នកចាំទីបហូសវណ្ណថៃហ្នឹងនៅស្ងៀមយូរពេកបាទសុទ្ធនេះល្អមែនតើកីឡាករលេខ16 Osorio Angelo da Costa Gosmao សុទ្ធបានល្អកម្លាំងជើងខ្លាំងបាទទស្សនារូបភាពភាសាទៀតអូខ្លួនឯងសុទ្ធខ្លួនឯងបាននេះហោះខុសតែកលាជាហ៊ានជាប់ខាងទីមដដែលទេបាទក្របចូលខ្នងតែអូហូសវណ្ណជួយបានល្អមែនតើខាងថៃវិញសារថ្មីម្ដងទៀតសុទ្ធស្ដាំពីចម្ងាយអូយបាទកោះគោដៅបាទការសុទ្ធបាទរបស់កីឡាករគូរិកបាទគូវរិកថាសបាទទស្សនារូបភាពបញ្ជាក់គិតថៃ3លើកខណៈដែលទីម2លើកបាទកាត់មកល្អមែនតើឱកាសកន្លែងនេះសម្រាប់ថៃតែអត់អកសើទេប៉ែនស្ដាំអ្នកចាំទីសង្គ្រោះបានបាទទាត់ផ្ដាច់មួយជើងចេញទៅខាងក្រៅឱកាសល្អមែនតើមកសម្រាប់លេខ11មិញតែគាត់សុទ្ធទៅបុកជាមួយនឹងអ្នកចាំទីបាទគឺកីឡាករបាទទស្សនារូបភាពឱកាសរបស់ថៃមិញនេះអត់អកសើទេបាទដែលគាត់ប្រឡែលេខ11អញ្ចឹងអត់អកសើបាទគៀសអីឡង់ទីល្អគាត់ព្យាយាមចង់សុទ្ធប្រឡោះជើងបាទសម្រាប់លេខ11បាទគឺកីឡាករជើងបាទកីឡាកររងរ៉ាផាន់បាទទម្លាក់ចូលកណ្ដាលបំផ្លើងមួយជើងឡើងនៅខាងលើតែបញ្ចាស់កន្លែងនេះអូយបាទអូនគោទៅហើយបាទគាត់ព្យាយាមតែទម្លាក់ឲ្យអ្នកចាំទីក៏ប៉ុន្តែជ្រុលចូលទីខ្លួនឯងបាទអូនគោដោយកីឡាករបាទលេខ15បាទ Dures បាទសំស្ដាយមែនតើ
អ្នកចាំទីបាទគឺកីឡាករសៅរ៉េគាត់ចេញមកព្យាយាមសង្គ្រោះបាល់ក៏ប៉ុន្តែបាទខ្សែការពារបាទរបស់ទីមលេខ15នេះតែអូនហ្គោលខ្លួនឯង3-0បាទនៅចុងម៉ោងអញ្ចឹងថៃនៅមុខ 3-0 ហើយបាទសម្រាប់ទីមមានកីឡាករលេខ15មករក្សានិងកីឡាករលេខប្រមាណមួយទីបាំងបើអត់ឃើញបាទលេខ7បាទកីឡាករសុនយូហាទៅហើយសុទ្ធអីយ៉ាអូយបាទថ្ងៃនេះអ្នកចាំទីខាងទី1ចាប់បាល់រៀងល្អៗបាទព្រោះថាមានសំណើមនៅលើទីលានមុននេះភ្លៀងមួយមេធំផងដែរលេងបាល់ខាងក្រោមជាប់កីឡាករសុនយូហាសុនបាទកាត់មកឲ្យស្លាប់ខាងស្ដាំតលាយទៀតហើយលើកនេះស៊ីប្រមាណទាញល្អមែនទែនស៊ីប្រមាណបញ្ជូនអីយ៉ូយបាទបែរជាសុទ្ធមិនបានល្អទៅវិញរ៉ាសាមីអូហូបាទមកលេខ17ទេបាទគឺខាមីនថនបាទនេះបាទស៊ីប្រមាណគាត់ទាញចុះទាញឡើងរៀមច្ដេមច្ដងខ្លួនឯងនេះស៊ីប្រមាណគាត់ឲ្យកីឡាករលេខ17បាទខាមីនថនហ្នឹងដាក់ពីតាហ្នឹងកាប់តែនក្រុមផងបាទទាញចូលមកចន្លោះល្អណាស់សុទ្ធមកជើងស្ដាំពីមហើយចូលយ៉ាងម៉េចបាទនេះអត់ចូលទេបាទទស្សនាមួយសារទៀត Fernandez បាទគាត់ជ្រែក2ក៏សុទ្ធអូនៅខាងក្រៅបាទសុទ្ធឡងបុកទីខាងក្រៅស្មានតែចូលបាទទស្សនាមួយសារទៀតនេះដែល Fernandez ក៏សុទ្ធនេះបុកបកោទីខាងក្រោយទេបាទបុកខាងក្រោយទេអត់បុកអត់ចូលទេពេកបាទលបឿនបាល់ឥឡូវអត់តាក់មកវិញបានលេខ9ឆ្កឹះតែឆ្កឹះចង់រត់វៀងតែទៅទើសខ្សែការពារម្នាក់ទៀតរបស់ថៃផាយកាយល្អមែនតើឱកាសកន្លែងនេះបំផ្លងចំថ្នាក់អត់ផុតអ្នកចាំទីទេបាទទាត់កាត់ទៅស្លាប់ខាងស្ដាំបាទបំផ្លងឆ្លងមកស្លាប់ខាងឆ្វេងតែឆ្លងមិនរួចបាទជាមួយនឹងខ្សែការពាររបស់ថៃទេបាទអាយ៉ាទទួលកាសល្អកន្លែងនេះកាសល្អរបស់ទីមផាយកែងអូយបាទផាយស្ទើលបឿនបន្តិចបាទលើកចូលរបស់គ្រោះថ្នាក់លូតតែមួយក្បាលកន្លែងនេះអត់ចំគោលដៅទេបាទបាល់ប៉ោងឡើងទៅខាងលើបោះវិញបានភ្លាមបាទសម្រាប់ទីមដឹកទៅខ្លួនឯងកឹបផុតល្អមែនតើបាទអេឡង់ទាត់ឆ្វេងតែបាល់រៀងស្រាលនេះបានកន្លែងនេះរត់មកបន្តែតាក់ជើងបាទលោកអញ្ញាកដាលបាទពីណៃបែនឹងទីបាទបាទទស្សនារូបភាពជាបញ្ជាក់បាទចាប់ព្រីបោនហើយក៏រត់បាល់បាទទាត់បាល់ក៏ចាប់ជើងបាទសម្រាប់ខ្សែប្រយុទ្ធបាទសាសាបាទទទួលបានការលឿងបាទទស្សនារូបភាពយើងបញ្ជាក់មួយសារទៀតបាទអត់ពេលនឹងទីទេបាទអត់ពេលនឹងទីទេបាទសូមអធិស្ឋានបាទសម្រាប់ការប្រកួតជើងទី1របស់ថៃបានយកឈ្នះទៅលើទីមដែលលទ្ធផល3-0